ហើយយើងបើករួចរាល់ហើយតោះយើងទៅមើលទាំងអស់គ្នាបាទនេះពងមាន់ពងទាហើយនឹងក្រួចបាទខ្ញុំដាក់ចូលគ្នាបាទនេះជាអំពូលកម្ដៅបងប្អូនកម្ដៅក្នុងនោះវាក្ដៅគាត់ទៅប៉ះចឹងក៏ក្ដៅដែរនេះបាទហើយបន្តមកទៀតខាងក្រោមនេះគឺខ្ញុំដាក់ទឹកបាទនេះដាក់ទឹកពេលដង្ហាលនេះវាវិលហើយវានឹងភាយអាត្រជាក់នឹងជុំវិញហ្នឹងទៅបាទហើយវាមានក្ដៅផងត្រជាក់ផងវាធ្វើឲ្យពងមាន់ពងទាហ្នឹងឆាប់ញាស់បាទហើយអានេះជាភាគរយនៃទឹកបាទអានេះជាទំហំនៃកម្ដៅបាទ3.7 អង្សាសេបាទនេះវាចាប់ផ្ដើមវិលបងប្អូននេះបាទអញ្ចឹងវាមានចំហាយទឹកត្រជាក់ផងពេលដែលវាអស់ទឹកហើយនេះខ្ញុំដាក់ក្នុងចានមកពេលវាអស់ទឹកហើយយើងចាប់ផ្ដើមនេះមកយើងចាប់ផ្ដើមដាក់ទឹកមកអានេះវាមិនមែនសាច់មកទឹកទេណាវាគ្រាន់តែចំហាយទឹកទេបងប្អូនតោះអញ្ចឹងយើងចាប់ផ្ដើមដាក់ពងក្រួយចូល